ok បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃជួបជុំបាទបានដាសាជាថ្មីអូខេអញ្ចឹងពាក់ព័ន្ធទៅនឹងវីដេអូនេះខ្ញុំនឹងបញ្យល់បងប្អូនយើងនៅលើ dashboard របស់ Universe Pro មួយដែលបងប្អូនយើងតែងតែឃើញកន្លែងនេះហើយអញ្ចឹងកន្លែងនេះពាក់ព័ន្ធទៅនឹងបងប្អូនខ្លះគាត់ឆ្ងល់ថាបើ trade បើក្រុមហ៊ុន Universe Pro trade កាក់ហេតុអីបានជាឃើញតែ BNB អញ្ចឹងណាហ្នឹងហើយឃើញតែផលចំណេញតែ BNB អញ្ចឹងណាហើយអត់ឃើញកន្លែងដែល trade អញ្ចឹងណាអូខេចំនួនកន្លែងត្រង់ហ្នឹងខ្ញុំចង់ប្រាប់បងប្អូនថានេះមិនមែនជាអាចនិយាយបានថានេះមិនមែនជាការ trade ទេគឺជាកន្លែងមានន័យថាប្រតិបត្តិការឧទាហរណ៍ថាបងប្អូន trade web3 បងប្អូនប្រើ Binance អញ្ចឹងពេលដែលបងប្អូនលក់កាក់នឹងចាញ់យើងនឹងដូរជា Binance វិញត្រូវអត់អញ្ចឹងគឺមានន័យថាចំនួន Binance នេះគឺជាចំនួនដែលក្រុមហ៊ុនលក់ចេញទិញចូលនឹងឯងអញ្ចឹងណាហ្នឹងហើយគេចង់បញ្ជាក់មកបែបហ្នឹងបងប្អូនអញ្ចឹងបងប្អូនឆ្ងល់ទៀតអញ្ចឹងកន្លែង trade នៅកន្លែងណាអូខេតិចទៀតខ្ញុំនឹងប្រាប់ណាបាទអញ្ចឹងខ្ញុំគាត់ចង់ប្រាប់បងប្អូនយើងថាកន្លែងនេះគឺជាកន្លែងប្រតិបត្តិការរាល់Binance សរុបដែលក្រុមហ៊ុនធ្វើការទិញលក់ជាមួយកាក់ផ្សេងហើយគេដូរជា Binance វិញអញ្ចឹងណាហ្នឹងហើយបន្តមកទៀតបានគេបំលែងទៅជា USDT បន្តមកទៀតគេបែងចែកឲ្យយើងណាអញ្ចឹងកន្លែងនេះកន្លែងស៊ូលណាបងប្អូនកន្លែងស៊ូលក៏ដូចគ្នាដែរអញ្ចឹងបងប្អូននឹងស្រាប់ហើយឧទាហរណ៍ថាយើងtrade ពពួក meme ដែលប្រើស៊ូលគឺបងប្អូនត្រូវតែកាន់ស៊ូលអញ្ចឹងដល់ពេលយើងលក់វិញយើងនឹងទទួលបានស៊ូលមកវិញទាំងឯងណាអញ្ចឹងកន្លែងហ្នឹងក៏ដូចគ្នាដែរអញ្ចឹងចំនួនស៊ូលដែលយើងឃើញនេះគឺជាចំនួនស៊ូលដែលក្រុមហ៊ុនគេធ្វើការបដូរចេញជាស៊ូលវិញអញ្ចឹងណាអញ្ចឹងយើងឃើញហើយយើងឃើញក្រហមខៀវមានទិញលក់អញ្ចឹងណាហ្នឹងហើយអញ្ចឹងកន្លែងនេះគេចង់បង្ហាញយើងប៉ុណ្ណឹងអូខេអញ្ចឹងកន្លែង trade នៅកន្លែងណាអញ្ចឹងកន្លែង trade បងប្អូនមើលកន្លែងនេះគេដាក់កន្លែងនេះគេដាក់ថា dig បាទ dig start បងប្អូនជួយលេខនឹងមកអូខេអញ្ចឹងបងប្អូននឹងឃើញហើយពាក់ព័ន្ធទៅនឹងកន្លែងនេះគឺជាកន្លែងមានន័យថាកន្លែងទិញលក់របស់ក្រុមហ៊ុនអញ្ចឹងគេទិញកាក់អីលក់កាក់អីបងប្អូនឃើញនៅហ្នឹងហើយបាទគឺមាន buy មាន sell ពេញហ្នឹងអញ្ចឹងណាបាទយើងអាចមើលឃើញក្នុងហ្នឹងអញ្ចឹងកន្លែងនេះគឺជាកន្លែង open មានន័យថាកំពុងតែធ្វើការ trade បាទកំពុងតែ trade នៅលើផ្សារបាទអញ្ចឹងយើងអាចមើលឃើញបានគេដាក់ open នេះអញ្ចឹងនៅពេលដែលគេ close យើងមើលកន្លែងនេះយើងមើលកន្លែងនេះមកបើយើងចុចកន្លែងនេះមកអូខេបងប្អូននឹងឃើញហើយពាក់ព័ន្ធទៅនឹងដល់ពេលគេ sell បងប្អូននឹងឃើញកន្លែងនេះឃើញទេប្រហែលសេកង់មុននេះគេលក់យកផលចំណេញហ្នឹងបងប្អូនឃើញហើយអញ្ចឹងបងប្អូនចង់ដឹងថាវា trade ពិតក៏មិនពិតបងប្អូនគាត់តែចុចកន្លែងគេដាក់ថា block នេះមកបងប្អូននឹងវានឹងបញ្ជូនបងប្អូនទៅកន្លែង check ប្រតិបត្តិការអញ្ចឹងឲ្យតែមានប្រតិបត្តិការគឺមានន័យថាវាគឺជាប្រតិបត្តិការពិតហើយឃើញអត់វាមិនមែន fake ទេអញ្ចឹងណាចាំមានថាក្រុមហ៊ុននេះបានធ្វើការជួញដូរនៅលើ web3 ពិតប្រាកដមែនអញ្ចឹងបើសិនជា fake បងប្អូនយកប្រតិបត្តិការនឹងយកមកមានន័យថាយកមកពិនិត្យគឺវាអត់មានទេអញ្ចឹងហ្នឹងហើយអញ្ចឹងយើងចុចមើលទៅគឺវាមានទាំងអស់រាល់ order ទាំងអស់វាថារាល់ការទិញលក់ទាំងអស់វានឹង show អត់មានលាក់យើងទេអញ្ចឹងណាអូខេអរគុណច្រើនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេដើម្បីបញ្យល់បងប្អូនយើងឲ្យយល់ទាំងអស់គ្នាពាក់ព័ន្ធទៅនឹងកុំឲ្យបងប្អូនយើងមានចម្ងល់ពាក់ព័ន្ធទៅនឹងការ trade ឬក៏ការប្រមូលកាក់របស់ក្រុមហ៊ុនឬក៏ប្រមូលលុយរបស់ក្រុមហ៊ុននៅក្នុង web3 អញ្ចឹងណាមានន័យថាកន្លែងដែលខ្ញុំបង្ហាញប្រាប់បងប្អូនយើងដំបូងឡើយនេះបាទ MEV នេះគឺកន្លែងនេះមានន័យថាបើចង់ឲ្យបងប្អូនឆ្ងល់ទៀតទេពាក់ព័ន្ធទៅនឹងយើងឃើញតែបាយណានអត់ឃើញកាក់អីផ្សេងហ្នឹងកន្លែងគេបដូរជាបាយណានវិញទេហើយកន្លែងស៊ូវិញកន្លែងស៊ូនេះក៏ដូចគ្នាដែរកន្លែងគេទិញលក់បដូរជាស៊ូវិញទេអញ្ចឹងណាអញ្ចឹងកន្លែងដែលក្រុមហ៊ុនគេ trade នៅកន្លែង DEX នេះគឺនៅលើ web3 ហ្នឹងឯងអញ្ចឹងណាចឹងយើងឃើញ buy sell នៅក្នុងហ្នឹងឯងអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូននឹងយល់បើមិនយល់ទេអាចសួរខ្ញុំបន្ថែមបានអូខេអរគុណច្រើនបាយជម្រាបលាចាំជួបគ្នាវីដេអូក្រោយបាទបាយអធិស្ឋានផងបងប្អូនចុងក្រោយមានសម្លេងរំខានច្រើនបន្តិចហើយបាទអូខេបាយ